ស្រឡាញ់ពេញចិនចង់រួមរិនជាគូវាសនាតាំងពីរៀមបងបានយល់ភក្ត្រាសួរពុកម៉ែបងប្អូនទាំងអស់គ្នាជួបគ្នាសាជាថ្មីជាមួយនឹងវីដេអូដំណើរកំសាន្តបែបសាបទេនៅក្នុងសប្តាហ៍នេះណាមកលើកនេះខុសពីរដងដោយសារតែរដងដើរតែពីអ្នកដៃគូដៃកងខ្ញុំទេចូលតែព្រៃបោះតង់អញ្ចឹងទៅ adventure អញ្ចឹងប៉ុន្តែមកលើកនេះរៀងប្លែកតិចទៅបែបលក្ខណៈជា team ហើយសប្តាហ៍នេះគឺយើងទៅលេងនៅចំការកាហ្វេនៅខាងស្រុកមេមត់បងប្អូនណាខ្លះធ្លាប់ញ៉ាំតែកាហ្វេដែលគេចុងហើយប៉ុន្តែអត់ទាន់ធ្លាប់បានស្គាល់ដើមក៏ដូចជាគ្រាប់កាហ្វេពិតទេមែនអត់អញ្ចឹងសប្តាហ៍នេះពួកយើងនឹងនាំបងទៅទស្សនានៅចំការកាហ្វេផ្ទាល់បងអាចកាន់បេះញ៉ាំផ្ទាល់ថាតើវាមានរសជាតិបែបណាដល់ពេលដែលវាមិនតន់បំលែងឬក៏លីងទៅជាគ្រាប់កាហ្វេធ្វើតាណារៀងយូរហើយក៏ដល់ម៉ោងបាយថ្ងៃត្រង់ល្មមយើងក៏នាំគ្នាឈប់ញ៉ាំបាយនៅកន្លែងចំការកស៊ូមកកន្លែងសិនបើពីអ្នកនេះវិញអត់គិតបាយគិតទឹកឯគិតតែថតរូបបន្ទាប់ពីយើងញ៉ាំហើយយើងក៏បន្តតាណាទៅមុខបន្តទៀតទីបំផុតយើងបានមកដល់ចំការកាហ្វេរបស់បងស្រីធីតានៅកម្ពុជាយើងក៏អាចដាំដុះកាហ្វេបានដែរដូចជានៅខេត្តមួយចំនួនដូចជានៅខេត្តមណ្ឌលគិរីប៉ៃលិនត្បូងឃ្មុំមេមត់នឹងឯងតំបន់ដែលអាចដាំដុះកាហ្វេបានស្ថិតនៅក្នុងរយៈកម្ពស់មធ្យម 2000 ម៉ែត្រពីនីវ៉ូទឹកសមុទ្រហើយស្ថិតនៅក្នុងតំបន់ត្រូពិចហើយបើកលេចទៅខេត្តត្បូងឃ្មុំវិញគឺជាទឹកដីកតិទេសចរមានន័យថាមួយវិញទៀតចំណាំចាស់គាត់និយាយថាត្បូងឃ្មុំដីស្អិតណាមិនឲ្យស្អិតមិនបើដីមានជីវជាតិអំណោយផលខាងកសិកម្មស្ទើរតែគ្រប់ដំណាំហើយហ្នឹងបងស្រីម្ចាស់ចំការគាត់ក៏បានបញ្ជាក់ថាពូជរបស់កាហ្វេគឺជាពូជ Robusta ហើយតកតងជាមួយនឹងការប្រមូលផលវិញគឺប្រមូលមួយដងក្នុងមួយឆ្នាំនៅក្នុងកំឡុងខែ10ខែ11នឹងឯងតកតងជាមួយនឹងការប្រមូលផលគឺយើងប្រមូលដោយដៃហើយក្នុងមួយឆ្នាំគាត់អាចប្រមូលផលបានជាងរហូតដល់10តោនឯតម្លៃវិញវាអាស្រ័យទៅលើប្រភេទពូជដូចជា Anaerobic និង Robusta និងមួយទៀតវាអាស្រ័យទៅលើប្រភេទនៃគុណភាពកាហ្វេដែលប្រមូលផលបានទាំងទំហំនិងកម្រិតតោះឥឡូវយើងទៅជួបសម្ភាសជាមួយនឹងបងស្រីធីតាដែលជាម្ចាស់ចំការកាហ្វេផ្ទាល់តែម្ដងជំរាបសួរបងចាអញ្ចឹងជាថ្មីម្ដងទៀតសូមសួរឈ្មោះចំការបងថានៅតំបន់ណាហើយជាគ្រាប់កាហ្វេប្រភេទអីដែរហើយបងអាចប្រាប់ឈ្មោះនៅលេខទូរស័ព្ទទៅកាន់បងដើម្បីគាត់ងាយស្រួលក្នុងការតាក់ទងមករកបងជាម្ចាស់ចំការផ្ទាល់ចាបានអូនចំការបងមានឈ្មោះជាតិធីតាចំការកាហ្វេដាំដុះនៅស្រុកមេមត់ហើយជាកាហ្វេ Robusta ហើយបើបងគាត់ត្រូវការgreen bean ណាអាចតាក់ទងមកខ្ញុំបានមានលេខទូរស័ព្ទលេខ097លេខ4ក្រែ935ហើយលេខហ្នឹងក៏ Telegram ដែរសម្រាប់បងដែលមានបំណងចង់ទៅលេងចំការកាហ្វេបងអាចឆាតទៅ Facebook បងស្រីក៏ដូចជា page របស់បងស្រីផ្ទាល់គឺជាតិធីតាចំការកាហ្វេខ្ញុំនឹងដាក់ឈ្មោះ page ក៏ដូចជា Facebook បងផ្ទាល់នៅខាងក្រោមជូនបងទាំងអស់គ្នាហើយនេះវិញគឺជាផ្លែកាហ្វេដែលយើងបានប្រមូលផលចេញពីដើមមកហើយយើងយកវាមកហាលរយៈពេលនៃការហាលមានចំនួន15ថ្ងៃពេលយើងហាលវាឲ្យស្ងួតហើយយើងយកវាដាក់ក្នុងម៉ាស៊ីនវាយសម្បកចេញដូចអង្ករអញ្ចឹងហើយបន្ទាប់ពីវាស្ងួតយើងអាចលក់ចេញបានហើយក្រៅពីកាហ្វេបងស្រីក៏មានចំការម្រេចដូចគ្នាបងចង់ទិញកាហ្វេក៏បានទិញម្រេចក៏បានដែរវីដេអូរបស់ពួកយើងក៏ដល់ទីបញ្ចប់អរគុណសម្រាប់ការតាមដានសូមជួយចុច like និង follow page ម្នាក់មួយផងណាសែនស្រឡាញ់គ្មានតងស្រឡាញ់ស្មោះចិត្តប្រគ្មានមកបើសិនស្រីប្រណីដល់រូ